នេះគឺសូមមកបង្ហាញចំណាប់អារម្មណ៍ពីបងស្រីដែលជាម្ចាស់ការ៉ាឡានរិនដុកទ័រខាបងស្រីអាចជួយបង្ហាញពីចំណាប់អារម្មណ៍តិចបាននេះថាក្រោយពេលដែលបងបានរៀនហើយបងមានអារម្មណ៍យ៉ាងណាដែរបងអាចជួយជំរាបគាត់ហ្នឹងហើយសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំគឺជាម្ចាស់អាជីវកម្មបរិនដុកទ័រខាហើយខ្ញុំជ្រើសរើសយកការរៀនជាមួយបងបញ្ញាទីមួយដោយសារតែខ្ញុំមើលឃើញថាការដែលខ្ញុំរៀនជាមួយបងគេហៅបងផ្ទាល់រៀនផ្ទាល់មិនមែនជាការដែលយើងរៀនគ្រាន់តែទ្រឹស្ដីហើយអត់មានការអនុវត្តទេអញ្ចឹងខ្ញុំគិតថាតែមុននឹងខ្ញុំសម្រេចចិត្តរៀនមួយបងក៏ខ្ញុំសិក្សាមើលដែរស្វែងយល់អំពីគេហៅថាស្វែងយល់ពីបងប៉ុន្តែដល់ពេលដែលខ្ញុំស្វែងយល់ហើយខ្ញុំជឿជាក់លើបងខ្ញុំជ្រើសរើសយកការរៀនមួយបងផ្ទាល់អញ្ចឹងខ្ញុំគិតថារយៈពេលដែលខ្ញុំរៀនជាមួយបងប្រហែលថ្ងៃកន្លងមកនេះខ្ញុំទទួលបានគេហៅចំណេះដឹងពិតគេហៅអនុវត្តផ្ទាល់បងចាប់ដៃខ្ញុំធ្វើផ្ទាល់អនុវត្តផ្ទាល់ដោយមិនមានការគ្រាន់តែបង្ហាញតែការទ្រឹស្ដីអត់មានការអនុវត្តទេអញ្ចឹងខ្ញុំទទួលបានសមិទ្ធផលភ្លាមជាក់ស្ដែងតែម្ដងហើយពេញចិត្តជាមួយនឹងការរៀនជាមួយបងចាដោយសារតែទទួលបានអារម្មណ៍មិនមែនជាការរៀនប្រៀបបានដូចជាការជជែកគ្នាចែករំលែកពីចំណេះដឹងប៉ុន្តែបង្កប់ការរៀននៅក្នុងហ្នឹងអញ្ចឹងធ្វើឲ្យយើងទទួលបានអារម្មណ៍មួយថាវាអូខេវាលឿនចាវាលឿនខុសពីទៅមួយថ្ងៃបងដូចជា2ថ្ងៃទី2ចា2ថ្ងៃចាធ្លាប់អង្គុយគិតរយៈពេលប្រហែលខែបងអូរយៈពេលដែលគិតចូលខ្ទង់ប្រហែលជា3ខែជាងមកសម្រាប់ចិត្តធ្វើការមករៀនជាមួយបងពេលនេះ3ខែក្រោយពេលដែលយើងជួបគ្នាតែ2ថ្ងៃបងប្អូនគឺគាត់អាចធ្វើបានចាអញ្ចឹងនេះគឺជាសារមួយលើកទឹកចិត្តទៅដល់បងដែលគាត់ពេលខ្លះគាត់អត់មានភាពក្លាហានចាអញ្ចឹងខ្ញុំសូមឲ្យគាត់ចេះខ្ញុំអញ្ចឹងអត់មានភាពក្លាហានដូចគ្នាតែដល់ពេលដែលមកជួបបងគេហៅថាជំរុញលើកទឹកចិត្តហើយចាប់ដៃធ្វើផ្ទាល់ដែលធ្វើឲ្យខ្ញុំមានភាពក្លាហានជាងមុនក្នុងការដែលចេញមកធ្វើវីដេអូក្នុងការដែលអង្គុយនេះដូចពេលហ្នឹងអញ្ចឹងគេហៅអង្គុយនៅមុខកាមេរ៉ាផ្ទាល់អញ្ចឹងគេហៅថាមានភាពក្លាហានជាងមុនច្រើនចាហ៊ានធ្វើជាមួយបងផ្ទាល់តែម្ដងនិយាយទៅបងបកកាយមែនតើចាសូមជម្រាបដល់បងទាំងអស់គ្នាថាមានតម្រូវការខាងឡានចាបងប្អូនចង់មើលថែទាំឡានគាត់បញ្ញាសូមណែនាំដូចគ្នាណោះចាដោយសារបងស្រីគឺគាត់ជាម្ចាស់អាជីវកម្មមួយចាគឺគាត់មានយានដ្ឋានមើលថែទាំរថយន្តបងប្អូនស្រឡាញ់សុខភាពខ្លួនឯងបងប្អូនក៏ត្រូវតែចេះស្រឡាញ់មើលថែទាំយកចិត្តទុកដាក់ទៅលើឡានដូចគ្នាដែរណោះចា check up ឡានចង់បាន promotion free បងប្អូនតាក់ទងឆាតចូល page បងស្រីគឺបរិនដុកទ័រខាចាបរិនដុកទ័រខាអាចជួយបងប្អូនបានចាអញ្ចឹងអរគុណច្រើនមែនតើអរគុណជំរាបលាចាអរគុណបងចាអរគុណចា